អ៊ីស្រាអែលបើកការវាយប្រហារទៅលើទីក្រុងទីប្រទេសលីបង់មុនពេលចេញសេចក្តីជូនដំណឹងឲ្យជំនះប្រជាជនយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី 9 ខែមិថុនាបានឲ្យដឹងថាប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទៅលើទីក្រុងកំពង់ផែប្រវត្តិសាស្ត្រទីភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអង្គារដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 8 នាក់ស្របពេលដែលការវាយប្រហារនេះបានកើតឡើងប៉ុន្មាននាទីមុនពេលកងទ័ពអ៊ីស្រាអែលចេញសេចក្តីជូនដំណឹងឲ្យជំនះប្រជាជនចេញពីទីក្រុងទាំងមូលជាលើកដំបូងការវាយប្រហារដែលបានកំណត់គោលដៅលើតំបន់ Al-Masagan Al-Sabiya នេះត្រូវបានចាត់ទុកថាជាការវាយប្រហារដ៏សាហាវបំផុតមួយចាប់តាំងពីចំនួនជាមួយទីក្រុងហេបូឡាបានផ្ទុះឡើងកាលពីខែមីនាទោះបីជាអ្នកនាំពាក្យយោធាអ៊ីស្រាអែលបានអះអាងថាការវាយប្រហារនេះកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធភេរវកក៏ដោយក៏ភាគីអ៊ីស្រាអែលមិនបានឆ្លើយតបនឹងសំណួរជុំវិញមូលហេតុដែលការវាយប្រហារបានកើតឡើងមុនពេលមានការព្រមានឲ្យជំនះនោះទេទន្ទឹមនឹងនេះស្ថានភាពមនុស្សធម៌ក្នុងតំបន់កំពុងស្ថិតក្នុងភាពតានតឹងខណៈដែលប្រជាជនដែលភៀសខ្លួនពីតំបន់ជម្លោះផ្សេងៗបានមកជ្រកកោននៅទីក្រុងទីរដ្ឋមន្ត្រីក្រសួងកិច្ចការសង្គមលីបង់អ្នកស្រី Hanin Sayed បានសម្ដែងការព្រួយបារម្ភថាបញ្ហាឲ្យជំនះនេះនឹងធ្វើឲ្យអង្គការជំនួយពិបាកក្នុងការទៅដល់ប្រជាជនដែលកំពុងត្រូវការជំនួយហេតុការណ៍នេះដែរអង្គការគ្រូពេទ្យគ្មានព្រំដែនបានប្រកាសផ្អាកប្រតិបត្តិការវិជ្ជសាស្ត្ររបស់ខ្លួនជាបណ្ដោះអាសន្នដោយលើកឡើងពីក្តីកង្វល់ចំពោះការបង្ខំឲ្យមានការផ្លាស់ទីលំនៅដែលបង្កគ្រោះថ្នាក់ដល់ប្រជាជនជំនួសនេះនៅតែបន្តទោះបីជាសហរដ្ឋអាមេរិកបានព្យាយាមប្រកាសប័ណ្ណឈប់បាញ់កាលពីខែមេសាក៏ដោយដែលគិតរហូតមកដល់ពេលនេះប្រជាជនប្រមាណ 1/5 នៃប្រទេសលីបង់ត្រូវបានបង្ខំឲ្យចាក់ចេញពីលំនៅឋានរបស់ពួកគេខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមានហ្វ្រីជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រុះរាន់ឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ